បាទឥឡូវនេះសបាចេញពីកីឡាករខាងសកលវិទ្យាល័យប៉ះឲ្យសេលីបាទសកលវិទ្យាល័យប៉ះសាលាហើយនេះបងប្អូនណាបាទសិតតែជាផ្នែកបាទអប់រំបាទវិស័យអប់រំអញ្ចឹងអរគុណដែលបានចូលរួមលេងកីឡាបាទអប់រំយុវជននិងកីឡាបងប្អូនណាគឺតែមួយទេបាទជួយកញ្ញារបស់កំហាងបាទប៉ះសេលីចេញក្រៅមកគ្រាប់ទៀតហើយបាទគូនេះប្រិមិត្តអាចនឹងមិនបញ្ចប់ត្រឹម3-0ទេបាទប្រហែលជា5ឬក៏យ៉ាងណាមិនដឹងបាទលើសវ៉ាចេញពីតារាបាទចូលដាក់បាទប៉ះឲ្យណែវាសនាបាទលើនេះខ្ញុំបានចាំឈ្មោះបងប្អូនបាទសឹងតែគ្រប់គ្នាហើយនៅពេលដែលចាំអញ្ចឹងទៅបងប្អូនខ្លះក៏ត្រូវធ្លាក់ទៅផ្ទះវិញចឹងក៏សូមអធិស្ឋានបាទដំបងរ៉ាអួរហៅឈ្មោះបន្តិចបាទចូលបាទប៉ះឲ្យដល់បាទកីឡាករមកពេជ្របាទនិយាយទៅចាំបានតែការប្រកួតហ្នឹងទេដល់ពេលខាងការប្រកួតជួបគ្នាទៅផ្លេចទៀតហើយបាទលើសមាជិកពីវ៉ាន់ដេតបាទវ៉ាន់ដេតបាទចូលដល់កន្លែងនេះបាទវាសនាឲ្យណែបាទកំហាំងយកបានទះមួយទៀតពី ICT បាទចេញក្រៅបាត់ទៅហើយមិនចេញក្រៅបាត់ទៅហើយបាទជំរាបម្ដងទៀតនេះគឺជាការប្រកួតសន្សំពិន្ទុក្នុងពូល A បាទក្រុមចាញ់ត្រូវហាលឲ្យទៅផ្ទះក្រុមឈ្នះត្រូវឡើងទៅវគ្គ semi final បាទមិនត្រឹមតែ semi ទេបាទឡើងទៅបហូបគុយទាវទៀតបាទលើសវ៉ាចេញពីបាទកីឡាករខាង ITC ចេញក្រៅបាត់ហើយបាទកីឡាករវាសនាបាទលេខ22បាទប៉ះឲ្យឆ្វេងនេះស្ដាំវាយឆ្វេង21អូចាស់ល្អណាស់បងប្អូនបាទលើសវ៉ាទៅហើយបាទចូលដាក់បាទប៉ះឲ្យបាទអូយអត់ត្រូវដៃទេបាទខាងសកលវិទ្យាល័យអត់ត្រូវដៃបាទទៅហើយបាទចូលដាក់ផ្ទះមួយបាទហូនដារិនបន្ទុក5ស្មើបាទចាប់ដើមតានតឹងទៅដល់បន្ទុកនេះបាទលើសវ៉ាចេញពីកីឡាករខាងសកលវិទ្យាល័យជាតិបាត់ដំបងបាទវាសនាឲ្យស្ដាប់ចេញក្រៅបាត់ហើយបាទលេខ12កាពីតែនក្រុមបាទចូលដាក់បាទវាសនាឲ្យឆ្វេងយកបានវិញប៉ុន្តែអត់ទេបាទសូមអញ្ជើញស្រីបាទលេខ7 setter របស់ ITC មិនមែនវាសនាបាទគឺបុត្រចិនសូមអញ្ជើញស្រីមិត្តបាទលើទៅហើយបាទជួកញ៉ាំបាទឲ្យស្ដាប់ប៉ះក្បាលចំក្បាលទៅក្រៅហើយបាទសេវាចេញពីកីឡាករលេខ30បាទ30គាត់មានឈ្មោះថាដារិនបាទចូលប៉ះឲ្យអូយល្អណាស់ពីខាង ITC បាទសេវាចេញពីកីឡាករ ITC បាទចូលញ៉ាំប៉ះឲ្យណែជាប់បាំងមួយយកបានមកវិញមួយសាទៀតឲ្យស្ដាប់ប្រឡងបាំងបាទយកបានកន្លែងនេះបុញ្ចិនឲ្យវាសនាចេញក្រៅបាត់ទៅហើយវាសនាបាទសេវាចេញពីកីឡាករលេខ7បាទឲ្យណែជាប់បានល្អណាស់ដកមកឡើងបានដេកបាញ់បញ្ចូលកញ្ញាំបុញ្ចិនប៉ុន្តែនៅកញ្ញាកដាលមិនបោទេតារាលេខ2ប៉ះតែម្ដងណែការលេខ2ប៉ះរបស់ setter លេខ1តារាជាមួយនឹងវ៉ាន់ដេតបាទធ្វើឲ្យការប្រកួតនេះសំដងគ្នាល្អបាទលឿនតែម្ដងបាទកីឡាករលេខ7រឹមសៀវហុងបាទសៀវហុងអត់ឆ្លងទេសៀវហុងបន្ទុក8ទល់នឹង10
bà bôn trong trận pi ngày đi bom sông trầm bay sét bà ôn á bà làm pram sét chung khấn á bôn bà pram sét cái ông dậy lên tranh hai bà xong mà chơi sai bôn dậy lên thế bà pram sét của pram sét đâu bôn á và pram sét đi bom hai trong pi cả bởi chốt này lên tiền bà bôn lên chung dậy chốt ý bà tê dậy chốt bà thòng đá bởi chốt chẳng ai bôn á bà cũng cái hai bởi chốt đây bà xong bây đọc mà cho cái hai bởi chốt này chân việc lá đời sau là dương ọt lọp ra dương pra cục từ cục máu ọt ra phía sau và dứt và chân bị khoai cả đó tích dùng bàn xua lùa nhà cả đá đấy chân lú bà đang bị đọt đang bị bánh thăm dứt đây bà này ôi lươn bà lươn PITC bà sẽ bắt trên pi cái lá con lên làm pi bồn chân tay setter của ITC ọt tê là lên là đọc pi bồn tu hai đọc pi bồn tu hai bà sẽ bắt trên pi cái lá con lên làm bồn ban đết chôn nọ và cầm hang bà ọt lon tê cầm hang bà sẽ bắt trên pi ban đết bồn to tiết bà ban đết mà chốt nọ đẹp mùi chân cái bắt hơi hơn đà rânเลข30របស់សាកលវិទ្យាល័យជាតិបាត់ដំបងមានការតវ៉ាហើយមានការតវ៉ាលោកគ្រូម៉ៅថាមន្ត្រីអាជ្ញាកណ្ដាលទី1ក៏អនុញ្ញាតឲ្យបាទត្រួតពិនិត្យនៅវីដេអូឆាឡែងបាល់ប៉ះរនាំងប៉ះឬក៏មិនប៉ះបន្តជាតិបងប្អូនបានជ្រាបច្បាស់ប្រិយមិត្តទូរទស្សនិកជននេះគឺជាការប្រកួតវគ្គសន្សំបន្ទុកនៅក្នុងពូល A នៃពានរង្វាន់សេនាតេជោសន្តិភាពឬការទី1ឆ្នាំ2026បាទហើយកម្មវិធីប្រកួតនេះគឺរៀបចំឡើងដោយអាយដាមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោលសែននិងជាប្រធានក្រុមសេនាតេជោសន្តិភាពខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោធិបតីដែលបានផ្ដល់ការទុកចិត្តនិងឯកភាពឲ្យមានការរៀបចំការប្រកួតពានរង្វាន់សេនាតេជោសន្តិភាពនេះឡើងនៅក្នុងទឹកដីខេត្តបាត់ដំបងនេះគឺជាលើកទី1ហើយបាទដែលព្រឹត្តិការណ៍នេះបានចាប់បដិសន្ធិឡើងបាទមិនមានប៉ះដៃទេបន្ទូបានតែខាង ITC បាទចូលរបស់ Darren ដល់បបពីបាត់ដេតបាទបាច់បញ្ចូលកញ្ញារបស់កំហកកំហាំងឲ្យឆ្វេងជាប់បាំងធ្លាក់ចេញក្រៅ12 ទល់13ចាប់ដើមទៀតហើយបាទសេវាចេញពីចាន់វាសនាបាទចូលកញ្ញាលីប្រូបាទឲ្យឆ្វេងទៀតក្រោយអូយបាទបងប្អូនណាក្រុមដែលខ្ញុំសរសើរជាងគេនៅក្នុងព្រឹត្តិការណ៍ពានរង្វាន់សេនាតេជោលីកបាទ2ថ្ងៃបាទ3ថ្ងៃកន្លងមកនេះបាទគឺក្រុមបាទយុវជនស្រុកឯកភ្នំបងប្អូនគិតមើល2ថ្ងៃបាទ20សិតមិនធម្មតាទេបងប្អូនណា2ថ្ងៃបាទ20សិតរកទៅបាទខាងយុវជនស្រុកឯកភ្នំបងប្អូនណាប៉ះគូណាក៏5សិតប៉ះគូណាក៏5សិត2ថ្ងៃបាទ20សិតបងប្អូនរកបាទបើសិនជាជាប់មានពីនេះជាប់ជាក្រុមដែលមានចំនួនសិទ្ធិច្រើនជាងគេនៅក្នុងបាទការប្រកួតយ៉ាងណាក៏សូមបាទសោកស្ដាយបាទក្រុមយុវជនស្រុកឯកភ្នំគឺបានបហាលអាវត្រឡប់ទៅផ្ទះបាត់ទៅហើយក្រុមដែលលាក់ចេញបន្តទៀតនោះមានបាទក្លឹបបាល់ទះអូតកមបាទក្លឹបបាល់ទះស្នងការឋាននគរបាលខេត្តបៃលិនបាទក៏បានទៅដែរបាទហើយយើងកំពុងតែអត់មើលបាទគូនេះថាតើអ្នកណានឹងឡើងទៅផ្ទះមុនបាទលើកំពុងតែធ្វើការប្រយុទ្ធគ្នាសន្ធឹកសន្ធាប់បាទឥឡូវនេះបាទពិន្ទុខាងសាកលវិទ្យាល័យបាទ17 ទល់នឹង13 ITC បាទសូមសម្រាប់បន្តិចសិនពីខាង ITC បាទជាការសម្រាប់នេះដែរខ្ញុំបាទសូមថ្លែងអរគុណដល់បាទក្រុមហ៊ុនសហការអរគុណទៅដល់ក្រុមហ៊ុនទឹកថ្លៃឈើយសអរគុណទៅដល់ក្រុមហ៊ុន City Rice Import Export Co Ltd អរគុណទៅដល់ហាងគុតគុំសម្ភារៈបំពាក់កីឡា e-sport អរគុណទៅដល់វិទ្យាស្ថានគ្រូសាស្ត្រជាតិបាត់ដំបងបាទអញ្ចឹងប្រសិនបើពុំមានការចូលរួមបាទសហការពីក្រុមហ៊ុន
ដៃគូទេបាទការប្រកួតក៏មិនអាចដំណើរការបានរលូនដែរហើយនៅក្នុងរូបសម្បត្តិសិក្សារបស់គុណចាំជាច្រើនជួបឯកឧត្តមកែវផងបាទជាមួយការផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីជួបហ៊ុនសែននិងជាប្រធានក្រុមសេនាសន្តិភាពដែលរួមជាមួយនឹងបាទកាត់បងផ្សេងៗទៀតបាទក្នុងរូបក៏មានបាទលោកឌូតារាដែរដែលតំណាងបាទបានខិតខំប្រឹងប្រែងដើម្បីរៀបចំឲ្យចេញជាវិទ្យានៅព្រឹត្តិការណ៍អស្ចារ្យនេះឡើងបាទនិយាយរួមទៅអរគុណដល់អ្នកដឹកនាំទាំងអស់ដែលបានរៀបចំបាទឲ្យមានការប្រកួតនេះបាទលើទស្សនៈការប្រកួតចូលថ្នាក់នេះបាទឲ្យបាត់ដេចេញក្រៅក៏ចូលចេញក្រៅបាត់ទៅហើយបាទសេវាចេញពីកីឡាករខាង ITC ចូលណាបាទតារាប៉ះឲ្យស្ដាំបោះទម្លាក់យកបាទឱកាសយកបន្ទូលពីខាង ITC ជាប់បាំងទៅរួចបាទពាក់ជើងគ្នាមានការផ្លាស់ប្ដូរលេខ22ចាន់វិសាចេញជំនុំវិញដោយកីឡាករលេខ5 ITC បាទលេខ5 ITC បាទគាត់មានឈ្មោះថាឡៃសុខហេងលើសមាជិកពីខាងសាកលវិទ្យាល័យជាតិបាត់ដំបងចូលដាក់កំហាំងបុញ្ចិនប៉ះឲ្យអ្នកច្រករាំងបាទកីឡាករ ITC លេខ12គាត់មានឈ្មោះថាពុទ្ធឧត្តមសម្បត្តិបាទជាប្រធានក្រុមផងបាទសម្បត្តិបាទសមាជិកពីសម្បត្តិបាទសម្បត្តិលោកទៅឲ្យសម្បត្តិចូលដាក់លីរ៉ូប៉ះឲ្យស្ដាមយកបាទទះមួយទៀតប៉ុន្តែអត់ទេបាទចេញក្រៅបាត់ហើយសេងលីបាទចេញក្រៅបាត់ហើយសេងលីលេខ11ឥឡូវនេះសេវាបន្តចេញពីតារាបាទដៃសេតើកឡូធ្ងន់បណ្ដាការចាច់បាល់របស់គាត់អេមស្រែមបាទប៉ះឲ្យស្ដាំសេងលីចុះលីរ៉ូបាទស្ដាយមែនទែនកន្លែងនេះបាទថ្នាក់បើសិនបាទអាចមកកដាលវិញបាទយកបានហើយបាទនេះប៉ុន្តែភ្លេចទៅជំហានឆ្ងាយបាទទៅជំហានចិត្តក៏អាចយកបានដែរបាទបុញ្ចិនបាទចូលណក់ដៃកាណែយកបានទៅវិញបុញ្ចិនអូយបុញ្ចិនក៏ប៉ះឲ្យស្ដាំល្អណាស់សេងលីបាទសេវាចេញពីកីឡាករបុញ្ចិនបន្តទៀតបុញ្ចិនចូលណក់ដៃខាងជះមួយពីហេទីបាទហេទីបាល់ដៃល្អរបស់សាកលវិទ្យាល័យជាតិបាត់ដំបងបាទបងប្អូនយើងដែលជា fan របស់សាកលវិទ្យាល័យជាតិបាត់ដំបងទស្សនាឲ្យពិត share មកណាដាក់ក្នុងក្រុមសាកលវិទ្យាល័យទៅបាទដើម្បីឲ្យរៀបច្បងសិស្សអូនបាទចំនួនមុនចំនួនក្រោយបាទបានទស្សនាទាំងអស់គ្នាហើយបាទហូបជ្រាវអស់គ្នាបាទលើសេវាចូលណក់បាទប៉ះឲ្យឆ្វេងមកពេជ្របាទមកពេជ្របាទលើសេវាចេញពីកីឡាករបាទហេទីចូលយ៉ាំប៉ះឲ្យណាស់អូទាញមួយស្អាតណាស់បាទលេខ21បាទខាង ITC បើឈ្មោះរបស់គាត់ស្រួលអានតុងអេបាទស្រួលចាំបាទចូលដល់លីប្រូបាទប៉ះឲ្យស្ដាំចូលបានវិញទះមួយទៀតពីកីឡាករលេខ7ស៊ីវហុងបាទថ្ងៃខាងសាកលវិទ្យាល័យគេដាក់ fan មកបងណាដាក់ fan មកហូបាទចឹងក៏សូមជម្រាបថាគូណាឈ្នះបាទក្រុមណាឈ្នះឡើងទៅកាន់វគ្គ semi final ឲ្យឆ្វេងបាទលើសេវាចេញទៅហើយបាទចេញក្រៅហើយ ITC ធ្វើអត់បានអត់ទេបន្ទុក24 set point តហូនអស់គ្នាបាទហ្វេនរបស់សាកលវិទ្យាល័យជាតិបាត់ដំបងមកក្រោកចុងក្រោយធ្វើបានសម្រេចទេបាទអូយ ITC ណែបាទខាង ITC ក៏ដូចគ្នាដែរបាទជួយទម្លាក់ក្នុងក្រុមសាលាបាទដើម្បីឲ្យរៀបចំសិស្សអូនគាត់បានទស្សនាហើយជួយហូនអស់គ្នាឥឡូវនេះខាង ITC បាទត្រូវការតែ2បន្ទុកទេតាមស្មើ
បើឲ្យខាងសាលាជាតិបាត់ដំបងសម្រាប់ការកបានរប់នេះបានឬក៏មិនបានវ៉ាន់ដេតផ្ដាច់គ្រាប់ចុងក្រោយបានហើយឲ្យសាកលវិទ្យាល័យជាតិបាត់ដំបងឈ្នះ25-22លើ ITC